ផ្លាស់ប្ដូរដ៏គួរភ្ញាក់ផ្អើលរបស់អ៊ីប្រាហ៊ីម៉ាកូណាតេខ្សែការពារជួរមុខរបស់ជម្រើសជាតិបារាំងកូណាតេបានសម្រេចចាកចេញពីលីវើពូលហើយផ្លាស់ប្ដូរចូលរួមជាមួយនឹងក្លឹបយក្សរៀលម៉ាឌ្រីតជាផ្លូវការកីឡាករវ័យ27ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល4ឆ្នាំដែលនឹងធ្វើឲ្យគាត់ផ្ញើអាជីពនៅកីឡាដ្ឋានសាន់ទីអេហ្គោប៊ឺណាបាវរហូតដល់ឆ្នាំ2030ការផ្លាស់ប្ដូរនេះកើតឡើងក្នុងទម្រង់ជាការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ Anfield បានបញ្ចប់នៅ Real Madrid កូណាតេនឹងជួបជុំជាមួយមិត្តរួមសញ្ជាតិជម្រើសជាតិបារាំងដូចជា Kylian Mbappé នេះគឺជាផ្នែកមួយនៃការរៀបចំកម្លាំងឡើងវិញរបស់គ្រូបង្វឹក Jose Mourinho ដើម្បីពង្រឹងខ្សែការពារឲ្យកាន់តែរឹងមាំសម្រាប់រដូវកាលថ្មីរំលឹកដែរថាកូណាតេបានចំណាយពេល5ឆ្នាំជាមួយ Liverpool ដោយឈ្នះពានរង្វាន់ Premier League និង FA Cup ផងដែរបច្ចុប្បន្នគាត់កំពុងតែបំពេញភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិបារាំងក្នុងការប្រកួត FIFA World Cup ឆ្នាំ2026តែអ្នកគិតយ៉ាងណាចំពោះការផ្លាស់ប្ដូរនេះសូមបញ្ចេញមតិនៅខាងក្រោម